លើកទី1ដែលខ្ញុំនិពន្ធរឿងពីស្នេហាអ្នកកងវិលជាមួយនឹងកមុំអ្នកសិចាំងគាត់តែស្ដាប់មកក៏មានអារម្មណ៍ថាមើលទៅដូចរឿងរ៉ូម៉ាន់ទិកណាតែតាមពិតរឿងហ្នឹងគឺ set ending ហ្មងប៉ុន្តែនៅក្នុងទស្សនវិជ្ជាទាំងមូលនៃសាច់រឿងហ្នឹងនឹងធ្វើឲ្យអ្នកទាំងអស់គ្នាសម័យឃើញរូបភាពមួយមិនសម័យទេឃើញរូបភាពមួយផ្ទាល់ក្នុងភ្នែកថាតើអ្នកសិចាំងដែលយើងធ្លាប់ទៅលើហ្នឹងតើគាត់រស់នៅបែបម៉េចហើយតើរវាងស្នេហាមនុស្សនិងអ្នកសិចាំងហ្នឹងគឺទៅបានដោយរបៀបណាគ្រាន់ថាសាច់រឿងមួយហ្នឹងគឺខ្ញុំនឹងនិពន្ធឡើងឲ្យវាទៅតាមការសម័យរបស់ខ្ញុំតាមដែលម៉ាក់ខ្ញុំគាត់និយាយយាយខ្ញុំគាត់និយាយប្រាប់ពីដំណើររឿងដែលមានកន្លែងពិតណាអ្នកនរគ្នាគេថានៅភូមិព្រៃព្រាលនេះនៅតកែវនេះអញ្ចឹងខ្ញុំនឹងនិពន្ធរឿងនឹងឲ្យចេញមកខ្ញុំ generate AI ធ្វើគេហៅសាច់រឿង AI មកតែ AI មួយដែលវាល្អមើលឲ្យឃើញមកថាតើទស្សនវិជ្ជានៅក្នុងភូមិអ្នកសិចាំងគឺបែបម៉េចហើយស្នេហាទាំងពីរហ្នឹងតើវាបែបណាខ្ញុំធានាថាចាំមើលអស់គ្នា